ម្សិលមិញផុសថាក្តៅអើយក្តៅ34អង្សា34អង្សាហ្នឹងនៅកន្លែងធម្មតាឯណាតែបើនៅដូចថាយើងនៅចំថ្ងៃហ្មងប្រហែលជា40ហើយបងប្អូនហើយក្តៅដល់ពេលយប់ឡើងម៉ោងប្រហែលជា2:10ជាង2:10យប់ណាចាម៉ោង1:00ណានិយាយពីព្យុះហ្មងខាងនេះខ្ញុំនេះគឺព្យុះចាខាង77ក៏ប៉ុន្តែស៊ុយដូចនេះបាន77ហ្នឹងគឺវាធំហ្មងបងប្អូនចាធំជាងគេបែកខាងជីប៉ារីណាចាជីប៉ារីហ្នឹង77ហ្នឹងវាមានលើវាមានក្រោមហើយនេះខ្ញុំនៅខាងក្រោមហើយធម្មតាគឺក្តៅជាងប៉ារី1អង្សាទៅ2អង្សាហ្នឹងហើយព្រោះវានៅបែកខាងក្រោមអញ្ចឹងណាយកមិននោះព្យុះភ្ញាក់គេភ្ញាក់ដោយសារព្យុះហើយព្រលឹមឡើងនឹកឃើញថាអូយមិនដឹងថាបាក់ដំណាំឬមួយក៏ខូចខាតឬមួយក៏ផ្ទះអីមិនខ្លះហើយព្រោះព្យុះខ្លាំងមែនតើយកមិនបងប្អូនគួរខ្លាចហ្មងគាត់ឬសូខ្យល់ហើយនៅរន្ទះហើយនៅភ្នែកបន្ទោហ្នឹងអូយសាហាវហ្មងហើយខាងបងប្អូនចាបែកខាងនៅប្រទេសបារាំងបែកខាងណាខ្លះទូស៊ីអញ្ចឹងដែរហើយដល់ពេលមើលទៅខាងក្រៅបងប្អូនហើយដើមនេះហ៎ដើមកគីហ្នឹងខ្មែរយើងហៅផ្លែត្រឡប់ណាដើមផ្លែត្រឡប់តែមិនកាន់ផ្លែឆ្នាំហ្នឹងបងប្អូនអើយតែមិនកាន់ផ្លែឆ្នាំហ្នឹងហើយផ្លែគេមានតែពីរទូចញ៉ែមិនទាន់ទាំងជួអានេះចឹងណាទាន់ទាំងជួអារបៀបផ្កាវាជាប់ផ្លែហ្នឹងហើយតែកាន់ផ្លែឆ្នាំហ្នឹងសង្ឃឹមថានឹងបានភ្លុករសជាតិចឹងណាដល់ពេលឥឡូវគឺបាក់ហើយបងប្អូនចាដោយសារតែព្យុះជុំវិញនឹងឯងអត់នឹកស្មានដល់លេងចៃមែនអើយចាំមកដើមតែកម្រោះហ្នឹងទៀតណាសាំហ្មងបងប្អូននឹកស្មានថាមិននឹកស្មានថាដើមកាគីហ្នឹងត្រូវខ្ចប់ព្យុះបាក់អញ្ចឹងឯណាស្មានតានេះស្មានតាដើមសេរីណាសេរីនេះតែដាំឲ្យដាំក្នុងថោនឹកស្មានថាអូបែបខ្ទេចឲ្យសេរីហ្នឹងតែមានណាបងប្អូនអើយដើមអាវកាអីនៅល្អទាំងអស់ស្រាប់តែទៅបាក់ដើមកាគីហើយងាកមកមើលម្លេះឆ្លៀតមើលម្លេះនេះខ្ញុំតិចនេះផ្កាចេញផ្កាពីរសាប់មិញផ្កាម្លេះឆាប់រយញាប់ទៅរឿងឆាប់រយតាដូចផ្កាពីវ័នអញ្ចឹងតែបានរីកហើយរីកមួយថ្ងៃពីរថ្ងៃណាអស់ក្បាច់ហើយ3ថ្ងៃចាស់អស់ក្បាច់ហើយអានេះថ្ងៃទី3នេះខ្ទេចបាត់ម្លេះនេះទៅមើលដើមកាគីបងប្អូនអូយអត់នឹកស្មាននេះស្ដាយមែនតើនេះបាក់នឹងគល់ហ្មងនេះអូឃើញទេដើមបណ្ណាណៃដែរហ្នឹងខ្ទេចបដ ாய் មើលផ្កាផ្លែគេបាន2ផ្លែទៅណាហើយនេះបងប្អូនអើយល្អផងមកណែនេះផ្លែគេឡើងខ្ជូតនេះមិនទាន់ជ្រុះស្អីនេះធម្មតាវាត្រូវជ្រុះអាហ្នឹងតែនេះផ្លែវានៅខាងក្នុងនេះឃើញទេផ្លែគេឡើងខ្ជូតហើយបានតែ2គ្រាប់នឹងផងហើយឥឡូវមកផ្ដាច់សង្ខារគ្នាទៀតនេះព្យុះកំណាចខូខើព្យុះកំណាចខូខើផ្ដាច់សង្ខារបាត់ហើយអូយស្ដាយមែនតើស្ដាយយំបោកខ្លួនមួយសិន